គិតថាអាជីវកម្មកាហ្វេហ្នឹងគឺល្អសម្រាប់មនុស្សស្រីហ្មងបងបានមើលគ្រួសារផងបានរកស៊ីផងអញ្ចឹងណាបងចំពោះខ្ញុំគិតថាមនុស្សម្នាក់ៗតែងតែមានក្តីប្រាថ្នាមិនថាគោលដៅទូចឬគោលដៅធំទេតែដើម្បីតែយើងសម្រេចក្តីប្រាថ្នារបស់យើងត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ជំរាបសួរខ្ញុំឈ្មោះបានសីលៀបជាម្ចាស់អាជីវកម្មហាងកាហ្វេឈ្មោះ BA កាហ្វេដែលនៅទីតាំងនៅសង្កាត់4ផ្លូវ LV នៅក្រុងព្រះសីហនុឈ្មោះ BA កាហ្វេហ្នឹងខ្ញុំបង្កើតយូរដែរតាំងពីខ្ញុំនៅកពតតែយើងដោយសារតែកូវីដយើងបិទវិសាតែយើងត្រឹមតែវិលត្រឡប់មកវិញនៅកំពង់សោមពេលដែលបើកនៅកំពង់សោមឡងពេលឆ្នាំ2023បងចាព្រោះដោយសារតែខ្ញុំគិតថាអាជីវកម្មកាហ្វេហ្នឹងគឺល្អសម្រាប់មនុស្សស្រីហ្មងបងព្រោះអាជីវកម្មកាហ្វេហ្នឹងបងស្រីដែលគាត់បើកអាជីវកម្មគាត់ស្រួលងាយស្រួលដូចថាគាត់អាចបើសិនជាគាត់មានទីធ្លាផ្ទះធំទូលាយគឺគាត់អាចបើកហាងគាត់មិនបាច់ចាំទៅធ្វើការនៅក្រៅងាយស្រួលនៅក្នុងផ្ទះខ្លួនឯងបានមើលគ្រួសារផងបានរកស៊ីផងអញ្ចឹងណាបងពេលបើកហ្នឹងដូចជា2023ដល់ឥឡូវដូចជាបានជិត3ឆ្នាំដែរបងចាខ្ញុំស្តាតដំបូងពីតូបកាហ្វេទូចមួយដែលដំបូងអត់ទាន់ចាប់ផ្ដើមថាយើងគិតថាយើងអាចដាក់ម៉ាស៊ីនកាហ្វេឯងបងយើងលក់ធម្មតាដូចប្រភេទកាហ្វេដូងសិនតែពេលដែលយើងសម្រេចថាដាក់ម៉ាស៊ីនកាហ្វេហ្នឹងពីខ្នាតទូចពេលយើងប្រើម៉ាស៊ីនកាហ្វេខ្នាតទូចហ្នឹងយើងគ្រប់គ្រងអត់ឈ្នះដូចថាមួយថ្ងៃយើងលក់បានត្រឹមតែម៉ាស៊ីនទូចហ្នឹងត្រឹមតែ50កែវ60កែវអាចលក់បានបងតែដល់ពេលយើងលក់ឡើងហ្នឹងទៅធ្វើអត់តាន់ពីទូចមកហ្នឹងយើងលងពេលហ្នឹងដូចជាបានត្រឹមតែ50កែវ60កែវអីបងប៉ុន្តែខ្ញុំមានមួយទៀតទៅលើរោងការច្រើនបងដល់ពេលចឹងទៅយើងត្រូវការធ្វើដល់100 200កែវចឹងមិនយើងសម្រេចចិត្តថាយើងបើកអាជីវកម្មមួយទៀតខ្នាតកណ្ដាលសម្រាប់គ្រប់គ្រងចាប់ពី100កែវ200កែវឡើងទៅលើចឹងណាបងឧបសគ្គដូចជាមានតែមួយហ្នឹងបើសិនពីការយើងប្រើម៉ាស៊ីនខ្នាតទូចហ្នឹងវាគ្រប់គ្រងអត់តាន់ណាបងចាហ្នឹងហើយហើយមួយទៀតបើសិនជាយើងប្រើម៉ាស៊ីនដៃពីរហ្នឹងគឺវាលឿនគឺយើងធ្វើម៉ាស៊ីនធំទៅវាលឿនអាចធ្វើពី4កែវអី2កែវអីក្នុងពេលតែមួយចឹងណាបងពេលយើងប្រើម៉ាស៊ីនទូចហ្នឹងយើងធ្វើអត់តាន់សម្រាប់ហាង BA កាហ្វេគឺគ្រឿងដែលលក់ដាច់គឺ latte បងអាយ latte កាហ្វេ latte ហើយជាមួយនឹង matcha latte ជាពិសេសគឺ matcha លក់ដាច់ខ្លាំងហ្មងបងរសជាតិដែលនៅហាងយើងហ្មងគឺពេលដែលញ៉ាំដំបូងហ្នឹងវាវា fit មួយដាក់គោបងមិនដឹងថាដូចខ្ទិះចាហើយទាំងអ្នកអត់ចេះញ៉ាំកាហ្វេអ្នកចេះកាហ្វេអីគឺគាត់ញ៉ាំបានទាំងអស់ចាសម្រាប់ខ្ញុំតាំងពីបើកហាងកាហ្វេមកខ្ញុំអត់ទាន់គិតថាខ្លួនឯងជោគជ័យ 100% ទេតែអាចសម្រាប់បំណងប្រាថ្នាខ្លួនឯងពី50% ទៅឥឡូវដល់បាន 80% ហើយបងតែយើងនឹងមានគោលដៅទៅមុខទៀត 100% បន្ថែមទៀតធំជាងនឹងទៀតចឹងណាបងចាចំពោះខ្ញុំគិតថាមនុស្សម្នាក់ៗតែងតែមានក្តីប្រាថ្នាមិនថាគោលដៅទូចឬគោលដៅធំទេតែដើម្បីតែយើងសម្រេចក្តីប្រាថ្នារបស់យើងត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ថាយើងស្រឡាញ់អីគេយើងចង់បានអីគេមិនយើងសម្រេចគោលដៅរបស់យើងដូចខ្ញុំចឹងពីមុនខ្ញុំអត់គិតថាខ្ញុំខ្លួនឯងទៅជាម្ចាស់ហាងកាហ្វេឬក៏លក់កាហ្វេតែខ្ញុំ start ពីខ្លួនឯងដំបូងតាំងពីទូចទៅធំចាខ្ញុំអត់ចូលមកធំហ្មងហើយយើងស្វែងយល់រកខ្លួនឯងសិនថាយើងដាក់ទៅនឹងត្រូវគោលដៅអត់ភ្ញៀវគាំទ្រអត់ហើយពេលដែលភ្ញៀវគាំទ្រច្រើនយើងនឹងបរិយាខ្លួនឯងសម្រាប់ខ្ញុំចង់ផ្ញើសារទៅបងដែលគាត់មិនថាបុរសឬនារីដែលគាត់ឆ្លាញ់អាជីវកម្មកាហ្វេគឺគាត់អាច start ពីម៉ាស៊ីនទូចក៏បានគឺយើងក៏បាក់ទឹកចិត្តថាយើងខ្លាចទៅលក់អត់ដាច់ឬក៏យើងធ្វើអត់បានដូចគេសំខាន់យើងសាកសិនហើយយើងស្វែងរកទៅឲ្យចំគោលដៅរបស់យើងលក់កាហ្វេយើងត្រូវខកភ្ញៀវដែលគាត់ចូលចិត្តបែបម៉េចថ្មីសម្រាប់ភ្ញៀវឬក៏ណែនាំសម្រាប់ភ្ញៀវដើម្បីបង្កើតពីទូចទៅធំយើងកុំ start ចេញមករបៀបថាគិតបំបាក់ទឹកចិត្តខ្លួនឯងថាខ្លាចលក់ទៅអត់ដាច់ឬក៏អីចឹងណាបងសំខាន់គឺយើងត្រូវស្វែងយល់ខ្លួនឯងច្បាស់ថាយើងស្រឡាញ់អាជីវកម្មហ្នឹងយើងសម្រេចទៅលើបំណងប្រាថ្នារបស់យើងសម្រាប់អនាគតទៅខ្ញុំប្រហែលជាអាចបរិយាបន្ថែមបងព្រោះដោយសារថ្ងៃនេះយើងមានភ្ញៀវគាំទ្រដែរពីសាខាពីទូចទៅធំអីសុទ្ធតែភ្ញៀវគាត់គាំទ្រដែរគាត់ស្គាល់ដែរចឹងណាបងចា៎